រដូវកាលបានផ្លាស់ប្ដូរហើយអ្វីក៏បន្តទៅមុខបុរសម្នាក់នេះចូលធ្វើការថ្ងៃដំបូងគាត់បានកំពុកកាហ្វេលើនាយកប្រតិបត្តិស្រីនារីស្រស់ស្អាតនោះក្លាយជាជនរងគ្រោះខ្ញុំខឹងខ្លាំងណាស់ប៉ុន្តែចង់ផ្ទុះមិនបានព្រោះនាងត្រូវទៅជួបអតិថិជនភ្លាមនាងគ្មានពេលឆ្លុះទេនាងប្រាប់ថែយោឲ្យតាមនាងទៅចិនដាថែយោស្រឡាំងកាំងប៉ុន្តែភាពស្រស់ស្អាតរបស់នាងធ្វើឲ្យគាត់ស្ដាប់បង្គាប់គាត់ដើរតាមនាងទៅដោយស្ងៀមស្ងាត់ពេលចូលទៅក្នុងចិនដាថែយោភ្ញាក់ផ្អើលយ៉ាងខ្លាំងយើងមិននិយាយទេមានរឿងអ្វីកើតឡើងម៉ាឡីចង់ឲ្យថែយោដោះអាវហើយបដូរសម្លៀកបំពាក់ភ្លាមថែយោគិតថាខ្លួនស្ដាប់ខុសតើវាពិតទេបន្ទាប់មកគាត់ឃើញនាងដោះរ៉ូពណ៌ខ្វក់រួចហើយនាងបង្ខំឲ្យគាត់បដូរសម្លៀកបំពាក់ភ្លាមទោះគាត់មិនចង់ក៏ដោយព្រោះគាត់ជាអ្នកខុសមុនគាត់គ្មានជំរឿក្រៅពីសហការទេបន្ទាប់ពីបដូរសម្លៀកបំពាក់រួចនាងឲ្យនាមបានគាត់ឲ្យគាត់ទៅតាមអាសយដ្ឋានពេលក្រោយទៅយកអាវវិញតាមពិតថែយោកំពុងប្រញាប់ទៅកិច្ចប្រជុំគាត់ត្រូវការអាវនោះខ្លាំងណាស់តែនារីនោះមិនឲ្យពន្យល់ទេហើយពួកគេចាក់ចេញទៅរួចហើយចាប់ផ្ដើមពីពេលនោះថែយោស្លៀកតែអាវក្រៅគាត់ប្រញាប់ទៅកន្លែងបណ្ដោះបណ្ដាលខ្លាចគេដឹងថាគាត់មិនស្លៀកអាវខាងក្នុងគាត់ក្របោអាវដោយអស់សង្ឃឹមគាត់កុហកថាខ្លួនឈឺផ្ដាសាយពេលនោះនារីស្រស់ស្អាតមកដល់នាងទៅជួបអតិថិជនហើយធ្វើការបានល្អបានកិច្ចសន្យាជោគជ័យសូម្បីតែអាវដែលគាត់ឲ្យក៏ជួយនាងធ្វើឲ្យអតិថិជនចាប់អារម្មណ៍អាវអ្នកស្អាតណាស់អរគុណដែលមកម៉ាឡីដកឈ្មោះថែយោឃើញនាងគិតថាគាត់ពិតជាមានមោទនភាពខ្លាំងហើយគាត់គិតថាខ្លួនជាមនុស្សពិសេសពួកគេមិនដឹងថាគាត់ជាកូនប្រុសប្រធានដែលត្រូវលាក់អត្តសញ្ញាណដើម្បីបណ្ដោះបណ្ដាលគាត់ត្រូវចាប់ផ្ដើមពីបាតដូចអ្នកផ្សេងចូលក្រុមហ៊ុនតាមដំណើរធម្មតាហើយចាប់ផ្ដើមពីតំណែងទាបបំផុតចៃដនគាត់ត្រូវទៅនាយកដ្ឋាននាងពេលជួបមុខគ្នាទាំងពីរភ្ញាក់ផ្អើលប៉ុន្តែម៉ាឡីញឹមវិញភ្លាមនាយកស្វាគមន៍បុគ្គលិកថ្មីបន្ទាប់មកនាងទៅកិច្ចប្រជុំភ្លាមពេលស្ដាប់ពីប្រធានថាថែយោជាប់លេខ1